យើងចង់សម្រាកចាំមើលចុះចាំទៅដល់វិញយើងនឹងចាត់ការត្រង់ស៊ីយុនស៊ូភ្ញាក់ឡើងនេះគ្រាន់តែជាល្បិចលួងលោមរបស់គេប៉ុណ្ណោះគោលដៅរបស់ឯងគឺចេញពីវាំងតំណែងតាយីងស៊ីចេះរីករាយនឹងជីវិតណាស់តើព្រះអង្គភ្ញាក់ហើយឬខ្ញុំម្ចាស់បារម្ភខ្លាចទ្រង់ភ្ញាក់មកឃ្លានទើបជួយសាករសជាតិនំនេះមើលថាមានថ្នាំពុលឬអត់ចុះសាកដឹងរសជាតិយ៉ាងម៉េចដែរគឺមានរសជាតិផ្អែមបន្តិចនោះជាចំណែកដែលខ្ញុំម្ចាស់បានខំរួចហើយតើយើងមិនប្រកាន់អញទេមិនដែរឬមួយអញប្រកាន់យើងវាមិនមែនជារឿងប្រកាន់ឬមិនប្រកាន់ទេតែវាមិនត្រូវតាមច្បាប់ទម្លាប់អញចង់និយាយរឿងច្បាប់ទម្លាប់ជាមួយយើងឬកាលពីមុនពេលអញយកដំបងឫស្សីមកចាក់យើងមិនក៏មិននិយាយរឿងច្បាប់ទម្លាប់ផងឈប់រំលឹកយកដំបងឫស្សីនោះបានទេវាកន្លងផុតទៅ10ឆ្នាំហើយព្រះអង្គជាអធិរាជចិត្តទូលាបន្តិចមិនបានទេបានហើយបើទ្រង់ចង់អាឃាតបន្តទៀតក៏តាមចិត្តខ្ញុំម្ចាស់ឈប់ទៅវ៉ាហើយបានហើយយើងឈប់បង្អាប់អញទៀតហើយមកនេះយើងមានរឿងចង់ប្រាប់ជារឿងល្អឬរឿងអាក្រក់ទៅវិញខែក្រោយគឺជាថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះមេតាគ្រប់ដំណាក់ទាំងអស់ត្រូវរៀបចំកាដូថ្វាយចំណែករបស់ឯងខ្ញុំម្ចាស់មានបុណ្យស័ក្តិតូចទាបមិនហ៊ានបង្ហាញភាពអន់ខ្សោយទេបើមិនអីទេសូមលើកលែងបានទេអញគិតច្រើនពេកហើយអ្វីដែលយើងចង់និយាយគឺចំណែករបស់ឯងយើងនឹងរៀបចំឲ្យប៉ុន្តែជាការដោះដូរអញត្រូវជួយយើងធ្វើរឿងមួយមកទៀតហើយមនុស្សដូចទ្រង់មិនដែលសង្ឃឹមថាមានបំណងល្អឡើយតើជារឿងអ្វីទៅជួយចម្លងបញ្ជីកាដូក្នុងពិធីបុណ្យចម្រើនព្រះជន្មកាដូពីគ្រប់ស្នំទាំងអស់ត្រូវចុះក្នុងបញ្ជីដែលក្រសួងបញ្ជូនមកវាញ៉ៃពេកយើងខ្ជិលមើលអញជួយចម្លងឲ្យយើងម្ដងទៀតទៅរបស់របរមានរាប់រយមុខឯណោះព្រះអង្គឲ្យតំណែងតាយីងធ្វើការងាររបស់សេនាបតីតើវាសំដៅឬទេឪពុកអញជាគ្រូព្រះចៅអធិរាជអញធំដឹងក្តីក្នុងបរិយាកាសបែបនោះប្រហែលជាមិនដល់ថ្នាក់សរសេរអក្សរមិនកើតនោះទេស្រព្រះអង្គអក្សររបស់ខ្ញុំម្ចាស់ប្រហែលជាមិនសូវស្អាតទេអញ្ចឹងរឹតតែត្រូវហាត់នៅថ្ងៃបុណ្យចម្រើនព្រះជន្មគ្រប់ដំណាក់នឹងថ្វាយកំណាព្យឲ្យដែរសរសេរដោយដៃអញចង់ឲ្យមន្ត្រីពេញសារសំនីការឃើញស្នំរបស់យើងសរសេរអក្សរដូចមន់កាយឬវាមិនដល់ថ្នាក់មន់កាយទេយ៉ាងច្រើនគ្រាន់តែមិនសូវស្អាតប៉ុណ្ណោះចាប់ពីថ្ងៃនេះទៅរាល់ថ្ងៃរសៀលត្រូវមកហាត់សរសេរអក្សរនៅដំណាក់នេះរយៈពេល2ម៉ោងតតែសរសេរស្អាតទើបយើងអនុញ្ញាតឲ្យត្រឡប់ទៅវិញបន្ថែមការងារទៀតហើយព្រឹកកិនទឹកខ្មៅរសៀលហាត់សរសេរអក្សរយកញ៉ាំមិនមែនទេនោះជារឿងម្សិលមិញព្រះអង្គខ្ញុំម្ចាស់ជាស្នំមិនមែនជាស្មៀនរបស់ទ្រង់ទេស្មៀនគេមានប្រាក់ខែចុះឯងមានអ្វីទ្រង់និយាយបែបនេះប៉ះពាល់ចិត្តណាស់ទោះបីជាប្រាក់ខែខ្ញុំម្ចាស់តិចតួចតែខ្ញុំម្ចាស់ក៏មានគិតយូរដែរស៊ីយុនស៊ូអញដឹងទេថាមានមនុស្សប៉ុន្មានអ្នកក្នុងវាំងនេះចង់ចូលមកដំណាក់នេះហើយចង់អង្គុយហាត់សរសេរអក្សរនៅកន្លែងដែលឯងកំពុងអង្គុយនេះខ្ញុំម្ចាស់ដឹងប៉ុន្តែខ្ញុំម្ចាស់មិនចង់ទេហេតុអ្វីពីព្រោះខ្ញុំម្ចាស់គ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់មិនចង់ដណ្ដើមជាមួយអ្នកណាមិនចង់ឲ្យគេតាមដាននិងចង់រស់នៅដោយសុខសាន្តពេញមួយជីវិតព្រះអង្គដាក់ខ្ញុំម្ចាស់ឲ្យនៅកន្លែងដែលគេចាប់អារម្មណ៍បែបនេះធ្វើឲ្យខ្ញុំម្ចាស់ភ័យខ្លាចរាល់ថ្ងៃនេះមិនមែនជាការធ្វើបាបទេតែវាដូចជាចង់យកជីវិតខ្ញុំម្ចាស់អីចឹងឯងខ្លាចអ្វីខ្លាចស្នំសៀងខ្លាចស្រីក្នុងវងទាំងនោះឬមួយខ្លាចយើងខ្ញុំម្ចាស់មិនខ្លាចអ្នកណាទាំងអស់ខ្ញុំម្ចាស់គ្រាន់តែខ្ជិលមិនចង់ធ្វើការអីចឹងល្អហើយបើមិនខ្លាចទេក៏ខំប្រឹងហាត់សរសេរទៅនេះគឺជាសៀវភៅគំរូអក្សរដែលយើងសរសេរកាលពីក្មេងអញហាត់តាមនេះទៅមួយថ្ងៃសរសេរ10សន្លឹកយើងនឹងពិនិត្យដោយផ្ទាល់អក្សរត្រង់កាលពីក្មេងក៏មិនសូវស្អាតប៉ុន្មានដែរតើនោះយើងសរសេរតាំងពីអាយុ10ឆ្នាំឥឡូវឲ្យអញមើលផ្នែកខាងក្រោយវិញកាលព្រះអង្គអាយុ10ឆ្នាំប្រហែលជាមិនទាន់ខ្ពស់ជាងខ្ញុំម្ចាស់ផងដឹងកាលនោះអញពិតជាខ្ពស់ជាងយើងកន្លះក្បាលមែនហេតុនេះហើយបន្ទាប់ពីអញធាក់យើងធ្លាក់ទឹកយើងក៏លួចសច្ចាថាថ្ងៃណាមួយនឹងធ្វើឲ្យអញងើបមុខមើលយើងឲ្យបានត្រង់មនុស្សដូចត្រង់សំបីតែរឿងកម្ពស់ក៏ចង់អាឃាតដែរហាត់សរសេរទៅយើងទៅប្រជុំសិនចាំត្រឡប់មកពិនិត្យអ្នកនាងមិញនឹងព្រះអង្គថាប់អ្នកនាងមែនទេកុំនិយាយផ្ដេសផ្ដាសត្រង់គ្រាន់តែនិយាយក្បែរត្រចៀកប៉ុណ្ណោះនិយាយអ្វីទៅជាសម្ដីផ្អែមល្ហែមមែនទេគឺជាការគំរាមរឿងកម្ពស់កាលពីមុនមិនមែនសម្ដីផ្អែមល្ហែមអីទេអ្នកនាងជឿសម្ដីខ្លួនឯងដែរទេមិនជឿទេតែត្រូវតែជឿសៀវជួយអញស្ងាត់ទៅយើងត្រូវហាត់សរសេរឲ្យមករងចិនប្រាប់ថាចាំមកពិនិត្យអ្នកនាងចូលវាំងបានតែប៉ុន្មានថ្ងៃសោះប្រែប្រួលច្រើនណាស់ប្រែប្រួលមែនទេកាលនៅផ្ទះលោកម្ចាស់ឲ្យហាត់សរសេរអ្នកនាងសុខចិត្តស្លាប់ក៏មិនព្រមសរសេរដែរឥឡូវព្រះអង្គឲ្យហាត់អ្នកនាងក៏ព្រមធ្វើតាមភ្លាមតែម្ដងនោះមកពីការប្រឆាំងរាជបញ្ជាអាចនឹងត្រូវកាត់ក្បាលមិនមែនមកពីមូលហេតុផ្សេងទេចាស់អ្វីដែលអ្នកនាងនិយាយសុទ្ធតែត្រូវទាំងអស់ឈប់សរសេរហើយអក្សរស្អីក៏មិនដឹងអ្នកណាចូលចិត្តក៏សរសេរទៅអ្នកនាងសៀមុនពេលចេញទៅព្រះអង្គបានផ្ដាំថាអ្នកនាងហាត់សរសេរហត់ហើយទើបឲ្យចុងភៅរៀបចំនំសណ្ដែកក្រហមដែលទើបតែធ្វើរួចក្តៅមកជូនធ្វើបាបហើយមកលួងលោមវិញយើងមិនញ៉ាំទេព្រះអង្គមានបន្ទូលទៀតថាបើអ្នកនាងមិនចង់ញ៉ាំនំសណ្ដែកក្រហមនៅមានបង្អែមគ្រាប់ឈូកម្សៅមើមឈូកនិងនំផ្សេងទៀតល្មមហើយប៉ុណ្ណឹងអាចបិទមាត់យើងបានហើយទៅប្រាប់ត្រង់វិញទៅថាស៊ីយុនស៊ូមិនមែនអាចទិញទឹកចិត្តបានដោយសារតែចំណីអាហារបន្តិចបន្តួចនោះទេស៊ើបដឹងអស់ហើយព្រះនាងសៀនស៊ើបដឹងអស់ហើយតំណែងតាយីងសៀគឺជាកូនស្រីតែម្នាក់គត់របស់លោកគ្រូសៀការព្រះអង្គគ្រាននៅផ្ទះលោកគ្រូសៀពួកគេគឺជាមិត្តរួមថ្នាក់នឹងគ្នាអ្នកចាស់ក្នុងវាំងនិយាយថាការនោះអ្នកនាងស៊ីចូលចិត្តធ្វើបាបព្រះអង្គណាស់នៅលើដៃព្រះអង្គនៅមានស្លាកស្នាមរបួសមួយផង
គឺដោយសារតែនាងរុញព្រះអង្គឲ្យធ្លាក់ពីលើភ្នំសិប្បនិមិត្តមានរឿងបែបនេះដែរចុះហេតុអ្វីបានជាព្រះអង្គនៅតែជ្រើសរើសនាងចូលវាំងទៀតរឿងនេះខ្ញុំម្ចាស់ក៏មិនសូវច្បាស់ដែរប៉ុន្តែព្រះនាងខ្ញុំម្ចាស់ស៊ើបដឹងរឿងមួយប្រហែលជាអាចមានប្រយោជន៍និយាយមកឪពុករបស់នាងគឺលោកគ្រូសៀកាលីឈប់ពីការងារទៅស្រុកកំណើតវិញឬថាដោយសារតែសុខភាពមិនសូវល្អអ្នកនាងស៊ីបាត់បង់ម្ដាយតាំងពីក្មេងគឺលោកគ្រូស៊ីជាអ្នកចិញ្ចឹមបីបាច់ដោយផ្ទាល់ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ស្រឡាញ់គ្នាខ្លាំងណាស់មែនទេល្អណាស់ទៅស៊ើបមើលថាឥឡូវលោកគ្រូស៊ីនៃណាសុខភាពយ៉ាងម៉េចដែរយើងចង់ដឹងណាស់ថាគ្រាន់តែជាស្នំតូចតាចម្នាក់តើមានអ្វីមកតាំងជាមួយយើងបានតើព្រះនាងមានគម្រោងចាត់ការនាងយ៉ាងម៉េចដែរមិនបាច់ប្រញាប់ទេជិតដល់ថ្ងៃបុណ្យចម្រើនព្រះជន្មហើយដល់ពេលនោះស្នំគ្រប់ដំណាក់នឹងមកជួបជុំគ្នាគ្រាន់តែស្នំតូចតាចម្នាក់យើងមានឱកាសច្រើនណាស់ដើម្បីធ្វើឲ្យនាងខ្មាស់គេព្រះអង្គតើគួរដាស់អ្នកនាងស៊ីដែរឬទេស្ងាត់ទៅមូរងចិនមនុស្សចិត្តចង្អៀតសន្សំទៅយើងមិនប្រញាប់ទេព្រះអង្គខាងពេទ្យលួងរីកាថាព្រះនាងសៀនទើបតែសន្លប់បាត់ស្មារតីដោយសារតែជំងឺបេះដូងរើឡើងវិញសូមព្រះអង្គទៅមើលបន្តិចទៅដឹងហើយទុកឲ្យនាងគេងទៅមិនអនុញ្ញាតឲ្យអ្នកណាមករំខាននាងឡើយទូបង្គំយល់ហើយតាំងពីពេលដែលយើងងើបចេញពីទឹកមកយើងក៏សម្រេចចិត្តថាថ្ងៃក្រោយនឹងរៀបការជាមួយឯងឲ្យបានមិនក៏ឲ្យរបស់មូរងចិនមកនៅលើខ្លួនខ្ញុំម្ចាស់អីចឹងអ្នកនាងភ្ញាក់ហើយគឺព្រះអង្គគ្រប់ឲ្យមុនពេលចេញទៅហើយថែមទាំងផ្ដាំថាមិនឲ្យអ្នកណាមករំខានអ្នកនាងឡើយត្រង់ថែមទាំងបានពិនិត្យអក្សររបស់ខ្ញុំម្ចាស់ទៀតផងពិនិត្យហើយពិនិត្យគ្រប់សន្លឹកតែម្ដងកន្លែងណាដែលសរសេរស្អាតត្រង់គូររង្វង់ក្រហមកន្លែងណាមិនស្អាតត្រង់សរសេរចំណាំទុកខ្ញុំម្ចាស់លួចមើលបន្តិចដែរមិញហ្នឹង